គណៈជាបឋមនមស្ការគុំចាស់គ្រប់ព្រះអង្គជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាក្លោងទ្វារដ៏ស្រស់ស្អាតវត្តកំពង់ភ្នំក្នុងបងប្អូនទីស្ពាបខាងមុខហ្នឹងបងប្អូនមើលទៅគឺមានការរៀបចំស្អាតណាស់បងប្អូនបាទបងប្អូននេះគឺជាព្រះវិហារស្គឹមស្កៃដែលមាននៅក្បូរក្បាច់រចនាគ្រប់ទាំងអស់លើជញ្ជាំងបងប្អូនបាទនេះគឺរូបសង្ឃរូបព្រះពុទ្ធបាទគឺលោកគ្រូធំហើយជាគ្រូនុគុណស្រុកលើកដែកហ្នឹងលោកកសាងពេញវត្តតែម្ដងបងប្អូនបាទព្រះគឺច្រើនណាស់ញាតិញោមពុទ្ធបរិស័ទចូលទៅហ្នឹងគឺថាឃើញជ្រះថ្លាតែហ្មងមើលទេសភាពបាទគប់ផ្សំជាមួយនឹងរូបភាពផ្សេងបាទនេះត្រីបងប្អូនត្រីនៅក្នុងស្រះមួយចលិនត្រីមិនដាក់យូរហើយយ៉ាងមកទៅបងប្អូនមកណាធំហើយនៅមានអាធំជាងនឹងទៀតតែខ្ញុំបានថតចំបងប្អូននេះហើយបាញ់ហ្នឹងគឺស្ងាត់ជ្រាបតែស្រះហ្នឹងគឺយើងមើលស្ងាត់ដល់ពេលក្មេងគាត់ទិញចំណីត្រីមកពីណាទៅមកព្រាចនិយាយថាមកជិះជាន់គ្នាពេញហ្នឹងបងប្អូនមើលធំក្នុងវត្តភូមិភ្នំក្នុងបងប្អូនបងប្អូនប្រហែលជាធ្លាប់ឃើញហើយអ្នកស្វែងរៀងវិញជិះកាត់ស្ពានអ្នកលឿងសារឃើញបងប្អូនចូលពីស្ពានមកឃើញហ្មងវត្តនៅខាងស្ដាំដៃបងប្អូនបាទដាក់វត្តកំពង់ភ្នំឃើញតែពីមុខហ្នឹងដឹងថាស្ងោចសរសើរតែហ្មងតែពេលច្រើនបានចូលផ្ទាល់ចូលក្នុងបងប្អូនបានចូលក្នុងទៀតតែសប្បាយចិត្តជ្រះថ្លាបងប្អូននេះគឺជារូបនាគបងប្អូនបាទមើលទៅរស់រវើកទេសភាពស្អាតណាស់បងប្អូនគ្រប់កន្លែងទាំងអស់គឺសុទ្ធតែព្រះពុទ្ធទាំងអស់បងប្អូនមើលទេសភាពរួមនៃស្រះហ្នឹងបងប្អូនណាស់រូបនាគហើយវត្តហ្នឹងក៏ជាវត្តដែលខ្ញុំកណាថាខ្ញុំបាទធ្លាប់នៅ3ឆ្នាំលោកសាវរីបន្តិចដែរហ្នឹងបងប្អូនមើលទៅបាទទេសភាពក្នុងស្រះមួយចលិននេះគឺជាព្រះពុទ្ធប្រណិបងប្អូនបាទនេះគឺជាកពើនិងនាងសាយសក់នាងគង់ហេងធរណីបាទកសាងតែពីខ្ញុំកណានៅក្នុងហើយនេះព្រះពុទ្ធក្នុងស្រះមួយចលិនដ៏មានអំណាចបងប្អូនបាទមើលទៅភ័ក្រព្រះអង្គដឹងហើយចឹងមានអីទេវីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្ណឹងបងប្អូនបាទហើយខុសឆ្គងដោយប្រការណាមួយក្នុងការនិយាយអីផ្សេងសូមខន្តីអធិស្ឋានអភ័យទោសបាទសូមអរគុណចំពោះការទស្សនារហូតដល់ចប់បងប្អូន